ឡាញអ្វីទេដូច្នេះនេះខ្ញុំក៏សូមប្រកាសទូនាទីដល់ដួងតារាទី1បាទសូមជូនបាទមួយរឿងបាទតែមិនដឹងថានិយាយទៅសើចទស្សនិកជនសើចឬក៏ខ្ញុំសើចខ្លួនឯងមិនដឹងទេណាមិនចាំជួយចាក់កលិកគ្នាសើចបាទមានជនជាតិបរទេសម្នាក់ហ្នឹងបាទគាត់បាទមកដល់ស្រុកខ្មែរយើងហើយមកដល់មកគាត់សម្រាប់នៅភ្នំពេញបានមួយយប់ហ្នឹងក៏ធ្វើដំណើរទៅបាទសៀមរាបអីចឹងទៀតណាបាទដល់ពេលមកដល់ទៅគាត់ជិះម៉ូតូដប់មកដល់បេនឡានផ្សារថ្មីហើយមកដល់ទៅចុះទៅពីម៉ូតូដឹងហើយស្រាប់ហើយយើងតាក់ស៊ីទាញលិចទាញកាត់គាត់ចុះងក់កបោបលីគាត់គេទាញដាក់ឡានផ្សេងបាត់ហើយហើយគាត់នៅនេះទាញទៅដាក់ឡានមួយទៀតហើយអញ្ចឹងគាត់ចេះខ្មែរតិចតួចគាត់និយាយ Oh my god ស្រុកខ្មែររញ៉េរញ៉ៃតទៅពេលគាត់ដាក់ភ្នែកទៅឃើញបងសន្តិសុខហ្នឹងគាត់យាមផ្សារមានកំភ្លើងគាត់ដាក់ភ្នែកឆ្វាច់ទៅឃើញកំភ្លើងណារញ៉េរញ៉ៃតឃើញពឹបតែសប្បាយបាទមុនឃើញកំភ្លើងអត់តន់ថាសប្បាយរញ៉េរញ៉ៃតែឃើញកំភ្លើងតែសប្បាយបាទសុខខ្មែរសប្បាយមែនបាទអរគុណបាទចប់ហើយចប់រឿងថារញ៉េរញ៉ៃបាទនៃដោយសារឃើញកំភ្លើងតន់ខ្ញុំអីរញ៉េរញ៉ៃរហូតបាទសូមអរគុណដល់ដួងតារាទី1ដែលបង្ហាញរឿងកំ pl ែងបាទជាបន្តដួងតារាទី2បាទអរគុណឥឡូវនេះខ្ញុំបាទសូមនិយាយរឿងកំ pl ែងខ្លីមួយដែលតាក់ទងជាមួយនឹងជនបរទេសដែរដែលដួងតារាទី1គាត់បាននិយាយមិញហ្នឹងបាទមានជនបរទេសមួយគាត់បានមកដល់ស្រុកខ្មែរហើយគាត់អត់ចេះភាសាខ្មែរបាទហើយគាត់ទៅផ្សារដើម្បីទិញផ្លែឈើបន្ទាប់មកគាត់បានទិញផ្លែឈើហើយគាត់បានវិលទៅវិញហើយគាត់បាននិយាយទៅកាន់បងស្រីដែលលក់ផ្លែឈើថា thank you បាទហើយបន្តមកទៀត thank you ហើយគាត់ក៏ទៅជិះម៉ូតូទៅបន្ទាប់មកវិញប្រហែលជា1ម៉ោងក្រោយមកម៉ូតូទុំនោះក៏មកដល់វិញហើយបងស្រីនេះគាត់ឆ្ងល់ថាចាជនបរទេសគាត់និយាយ thank you ហ្នឹងបានន័យថាម៉េចអញ្ចឹងបាទហើយបន្ទាប់មកដល់ក៏បងក៏សួរបងសុំសួរតិចមើលបងឯងមានដឹងថាជនជាតិបារាំងមិញគាត់និយាយ thank you ហ្នឹងគាត់ថាម៉េចបាទចែកដល់អីបងអ្នករត់បន្ទប់ទុំហ្នឹងក៏អត់ចេះគាត់ថា thank you ហ្នឹងអត់ដឹងទេបងឯងដឹងសោះថាអត់ដឹង thank you ហ្នឹងគាត់ជេរថានិយាយកចាស់និយាយកចាស់គាត់ជេរថានិយាយកចាស់ខឹងអ៊ំលក់ហ្នឹងខឹងអីហើយអីបានមកជេរថានិយាយកចាស់ចឹងយីខំលក់ឲ្យមានកាត់ថ្លៃផងហើយជេរទៀតចឹងឥឡូវពួកអញទុកខ្ញុំទៅផ្ទះគាត់មើលទៅរោរឿងជនជាតិហ្នឹងមើលពួកគាត់មកសោះតាមទៅផ្ទះបានទៅតាមហ្មងទាញម៉ូតូទុកវ៉ាវទៅដល់មុខផ្ទះបរទេសហ្នឹងពោះជឿពុកចេញមកដល់គាត់ hello ចឹងគាត់ថាអីអត់មាន hello អីអា thank you អូយចឹងគាត់ថាអា thank you អញ្ចឹងទៅបរទេសគាត់ថា thank you ទៀតគាត់អរគុណទៀតអញ្ចឹងទៅយ៉ាអញមកដល់នេះហើយនៅហ៊ានថា thank you ទៀតឯងចំអា thank you អញ្ចឹងគាត់បានគាត់ស្មានថា thank you នឹងជេរហើយគាត់ជេរទៅវិញដល់ពេលឆ្លោះគ្នាបរទេសទៅគាត់ស្ដាប់បានបរទេសគាត់និយាយស្ដាប់បានគាត់កវីក្បាលអញ្ចឹងណាហើយចៃដល់មានបងស្រីមួយគៀនហ្នឹងគាត់ដូចថាគាត់ស្ដាប់ឮទៅគាត់ប្រហែលជាគាត់ច្រឡំហើយគាត់មកប្រាប់ថាបងមានរឿងអីហើយបងស្រីម្នាក់លក់ហ្នឹងគាត់ប្រាប់ថាគាត់បានទិញផ្លែឈើខ្ញុំហើយរួចហើយគាត់បានជេរខ្ញុំថាយើងកាចាស់ហើយគាត់សួរថាហើយគាត់ជេរថាម៉េចអញ្ចឹងទៅបងគាត់ថាគាត់ជេរថា thank you តាមកំពិតបងគាត់ថាតាមកំពិតពាក្យ thank you នោះមិនមែនពាក្យជេរទេគឺជាពាក្យថាអរគុណបាទអញ្ចឹងហើយគាត់ក៏ thank you គ្នាទៅវិញទៅមកក៏ចប់ដែរតាមពេលរឿងដើមតូនមកពីម៉ូតូដប់នឹងហ្មងក៏គាត់ប្រាប់ថាមួយម៉ាត់គាត់អត់ដឹងដែរក៏អត់មានបញ្ហាគាត់ត្រូវដឹងបាទសូមអរគុណនៅរឿងកំ pl ែងរបស់ដួងតារាទី2បាទជាបន្តដួងតារាទី3ប្រហែលជាទៅអត់ឆ្ងាយពីជនបរទេសដែរតែរឿងកំ pl ែងរបស់ខ្ញុំគឺតកតងនឹងរឿងកំ pl ែងបែបខ្មែរម្ដងបាទមានប្តីប្រពន្ធពីរនាក់ធ្វើដំណើរឡើងទៅលើចង្កេះភ្នំចាទាំងឃ្លានទាំងស្រេកបាទគប់ផ្សំគ្នាទៅគឺពិបាកខ្លាំងមែនទែនស្រាប់តែឡើងទៅដល់ភ្លាមស្រាប់តែទៅឃើញប្តីប្រពន្ធដែលយាយតាបាទយាយតាស្រាប់តែជំរាបសួរឲ្យត្រឹមត្រូវទៅអត់ទោះដែលលោកយាយលោកតាដែលមានដែលទឹកបរិភពអត់ដែលចៅសុំញ៉ាំព្រោះតាឡូនស្រេកឃ្លានសម្បើមណាចៅឯងបើកមើលក្នុងពាងមើលបើមានបរិភពទៅសម្រាប់តែបើកមកក្នុងពាងអត់មានទឹកស្ងួតចេះតែម្ដងស្រាប់តែប្តីពីរតែប្តីប្រពន្ធចុះពីលើភ្នំទាំងអស់សង្ឃឹមតែម្ដងស្រាប់តែចុះទៅដល់ជើងភ្នំហើយស្រាប់លោកយាយបោចដៃកុំថាក្នុងពាងនេះគ្មានទឹកណាសំបីកសៀវយាយក៏គ្មានដែរចប់អញ្ចឹងសូម
មកជួយចាក់កលិកគ្នាសាយជួយចាក់កលិកគ្នាសាយ គឺនឹងសាយទេតែតែយើងចាំយូរពេកទៅផ្លេចកន្លែងសាយ ល្អរបស់គាត់តែមែនខ្ញុំស្ដាប់មួយថ្ងៃអីខ្ញុំនឹងចង់ងុយគេងហ៎ អត់ទេគាត់ប្រហែលនៅរៀនប្រហែលបកែខ្មែរមកទៅតាមពីផ្ដើមពាក្យសម្ដីតួសេចក្ដីបញ្ចប់គឺមានទាំងអស់ ចាអរគុណច្រើនចាអរគុណមែនតើសម្រាប់រឿងកំ pl របស់ដូនតារាទាំង3ដួងនៅក្នុងកម្មវិធីប្រស្នាតារាហើយជាបន្តទៅទៀតនេះប្រស្នាតារានឹងបង្ហាញជូនពីជីវប្រវត្តិរបស់តារាកិត្តិយសមួយរូបនៅក្នុងរាត្រីនេះសូមដូនតារាទាំង3ដួងផ្ទៀងផ្ទាត់ទាំងអស់គ្នាថាតើជាប្រវត្តិរបស់តារារូបណាតាមរយៈការសម្ដែងរឿងកំ pl ដែលវគ្គនេះនាំមកជូនលោកអ្នកទស្សនាដោយ មន្ទីរព្យាបាលថ្មីដួងសិតមានតមដិតមានបទពិសោធន៍យូរឆ្នាំមានក្រុមសិលធម៌ល្អបំពាក់ដោយឧបករណ៍ទំនើបទាន់សម័យមានដកដាក់ថ្មិញពុតថ្មិញដាំបង្គោលក្នុងឆ្អឹងនិងធ្វើឲ្យថ្មិញសមន្ទីរព្យាបាលថ្មីដួងសិតមានទីតាំងស្ថិតនៅខាងលិចឈៀងខាងត្បូងផ្សារទំនើបសូរិយាសូមបង្កើនស្នាមញញឹមនិងភាពជឿជាក់ជាមួយនឹងមន្ទីរព្យាបាលថ្មីដួងសិតជាបន្តសូមទស្សនានៅឈុតឆាកសម្ដែងរបស់តារាកំ pl ដែលបង្ហាញអំពីខ្សែជីវិតពិតរបស់តារាកិត្តិយស ជាតារា